ជំរាបសួរពុកម៉ែបងប្អូននៅក្នុងបណ្ដាញសង្គម Facebook ជាទីគោរពហើយនឹងជាទីរាប់អានជំរាបសួរមូលនិធិក្តីសង្ឃឹមខ្មែរគណៈពេលនេះខ្ញុំវៃលីណាបានចុះមកសួរសុខទុក្ខគ្រួសារក្រីក្រមួយដែលលោកយាយគាត់សពថ្ងៃនេះចេកជៀនចេកលក់ដើម្បីចិញ្ចឹមចៅឲ្យទៅរៀនហើយនេះជាផ្ទះរបស់គាត់បានពុកផុយទៅហើយបងប្អូនមើលចុះបានកំសត់ណាស់ហើយមករយៈនេះដោយសារតែរដូវវស្សាភ្លៀងធ្លាក់ជោគជាំធ្វើឲ្យគាត់មិនអាចរស់នៅបានហើយគាត់ក៏ទៅសុំផ្ទះញាតិជិតខាងគឺនៅដេកនៅក្រោមផ្ទះនេះឥឡូវខ្ញុំនឹងទៅជួបលោកយាយដើម្បីធ្វើកិច្ចសម្ភាសន៍ខ្លីឲ្យបងប្អូនបានដឹងរឿងរ៉ាវពិតរបស់លោកយាយហើយនឹងចៅរបស់គាត់ថាតើពួកគាត់មានការលំបាកយ៉ាងណាសូមចេញបាទហើយនេះជាកង់ដែលលោកយាយជៀនជែកបានហើយត្រូវដឹកទៅលក់នៅឯផ្សារគឺនៅផ្សារកើឃុំកើស្រុកព្រៃឈរខេត្តកំពង់ចាមបាទឥឡូវខ្ញុំផ្ដិតជារូបភាពទាំងស្រុងនៅផ្ទះរបស់គាត់ជំរាបសួរបងអូនស្រីចិន្តាមកណែនាំឈ្មោះទូនទីនេះមកជំរាបសួរពុកម៉ែបងប្អូនក្នុងសង្គម Facebook ទាំងអស់នាងខ្ញុំឈ្មោះចម្រើនសិរិធីហើយនាងខ្ញុំគឺជាក្រុមប្រឹក្សាឃុំមកពីគណៈបកសង្គ្រោះជាតិអរគុណហើយនឹងនាងខ្ញុំបានមកជាមួយបងលេណាយកអំណោយបងប្អូនសប្បុរសជនជាមកជូនដល់លោកយាយបាទគឺអំណោយសប្បុរសជនអូនស្រីសុភីឃីវហើយនឹងក្រុមគ្រួសារនៅតិចសាសសហរដ្ឋអាមេរិកបានជួយ$100ហើយ$100នេះយើងចាត់ចែងទិញកង់ឲ្យទៅចៅលោកយាយមួយនេះជាកង់កង់នេះគេអត់ទាន់ដាក់ភ្លើងភ្លឺឲ្យនេះតាមពិតត្រូវមានទៀតអត់ដាក់អត់មានដល់ចឹងទៅអូខេហើយនេះជាលោកយាយហើយឥឡូវយើងធ្វើកិច្ចសម្ភាសន៍ខ្លីទាំងអស់គ្នាជំរាបសួរលោកយាយចាជំរាបសួរបាទឈ្មោះអីដែរលោកយាយខ្ញុំឈ្មោះទុយសុំម្ដងទៀតបាទទុយកត់អាយុប្រហែលឆ្នាំនេះលោកយាយ64បាទហើយមីម៉ាយសំទោសណាមីម៉ាយណាមីម៉ាយបាទមានកូនចៅប្រហែលដែរលោកយាយខ្ញុំកូនទៅ2ទេហើយមាននឹងមួយហើយមីស្រីនឹងមួយតែប៉ុណ្ណឹងហើយឥឡូវកូនស្រីទៅណាទៅកូនស្រីនៅផ្ទះកើតម៉ែខ្ញុំបាទហើយគេមានជីវភាពមិនដែរជីវភាពគ្នានឹងcôតាំងដែរចាបាទហើយកូនប្រុសមួយនេះទៅណាទៅកូនប្រុសហ្នឹងគេទៅរោងចក្រដែរទៅរោងចក្របាត់ហើយគេមានប្រពន្ធមួយទៀតគេទៅបាត់ទៅចាអញ្ចឹងទុកចៅពីរនេះឲ្យលោកយាយមើលចិញ្ចឹមចា3មួយទៀតអាបងនោះបងហ្នឹងចាប់ទៅគេបានធឹងតិចទៅតាមក្រោយទៅបាទហើយចុះឪពុកគេធ្លាប់ជួយទំនុកបំរុងអីខ្លះទេជួយដូចថា50000 40000អីចឹងមួយខែពួកគ្នាអត់មានបាទក្រដែរខែដែរលោកយាយអត់បានជនណាក៏រាប់ខែជនណា2ខែម្ដងទៅហើយហ្នឹងខែមុនហ្នឹងអត់មានទេបាទហើយចុះម្ដាយក្មេងវិញចាចុះម្ដាយនេះវិញម្ដាយមុនហ្នឹងហើយម្ដាយមុនហ្នឹងគេងាប់3ឆ្នាំដោយសារអីដែរហូបកូនកដោមរិញកូនកដោណាបាទហើយកូនបងនោះលោកយាយអាយុប្រហែលហើយចែកចាក់ដល់កូនបងនេះបាទកូនបងអាផុសនោះអាយុ16ឆ្នាំហើយឈប់រៀនហើយឈប់ឥឡូវនេះឮថាមិនទៅធ្វើការរោងចក្រចាខ្ញុំថាមិនឲ្យទៅខ្ញុំឲ្យរៀនតាមខ្ញុំចង់ឲ្យបន្តការសិក្សាវិញណាបាទចាំតំណែងមកព្រោះមានបងប្អូនយើងក៏អាណិតចង់បងត្រឡប់មកបន្តរៀនវិញណាបាទពួកគ្នានៅក្មេងណាហើយបន្តមកទៀតនេះបងអូននេះហ៎ចាអូនឈ្មោះអីដែរឈ្មោះអីកូនឈ្មោះប្រាប់អ៊ំឈ្មោះកូនឈ្មោះអីស្រីឡឹងហួងអូខេអាយុប៉ុន្មានហើយកូន10ឆ្នាំ10ឆ្នាំហើយចុះកូននេះវិញឈ្មោះអីកូនគឹមស្រៀងអាយុប្រហែល7ឆ្នាំហើយចុះនេះអីហ
hoang chứ hả hoan á riêng nãy tìm mà đấy con tí pi nơi sala ấy nụ xe lai ấy chúng cá cơ sala cơ nữa ở chỗ ôn in sala đôi kia và cho sắp tháng ấy tới riêng đây xa ấy con tới riêng á còn ngày tới đây xa ấy kẹp có tới đây xa con rồi cô đá rồi có gì mấy hai con mới ná con cái cha cái ao con muốn nơi ná lại cạt đâu con cái ao vậy cái ao ba ta lấy việc bán cha thực thù mà háo giờ lấy bon lên ná dòm nào được bon sắp rồi chốn tới ban tinh con nó hay tinh chẳng cho lục dây bên sập ngay từ lụa nung ở trên chiên chứ ấy lụm xòm chạy xòm ang bạn hay lụm banประมาณ bờ sân trường thật cắt đàm cắt chê cắt ấy ở từ cho na có ban 70,000 cho na có 75,000 cho na ngày na ta kia ta tua chờ nó ban 40,000 hay phút cung con thế chạy chẳng cả hộp chọc cả ấy mình vậy thằng đàm cho bờ chân đánh ta mà mờn này thế pi là làm pram cả mà mờn nước ban hòa ngay được vậy hay về là có ọt đại tiền ba hai bờ đời đi liền thiết kia can đã bị bạ lụa đầu hay ba hay tôm đi lục dây pì môn mất chất át thò mà đá tới tập ta phục phơi từ dừng cho ta ọt lối chơi rồi nơi tới là đi thu thuê ở liền hay chẳng có ta xong còng tiệt kia nâng rồi nơi tới bạn lấy ní lục dây ripopica lồng bạ ấy khá đại lục dây bị chờ một rồi thằng ấy ba hai lục dây miền ở bị pích ấy sầm nằm bờ từ sọp rọt chun riêng oi chui lục dây bạn miền bị pích ấy đấy sọp chỉ cắt sọp rọt chun oi chui chui nhom phong phụ ấy nhom chăm chai hung vi tình hiền á bạn ao thơ tia ao sông tia nâng con chợp nón chai chợp bạn bông bồn sọp rọt chun là lời ní dừng mơ tia bỏ con hay còn chọn bông bồn nâng chui côn tia tôi môi oi lục dây bàn rồi nơi chung kia chung môi được chài phóng pro sọp thằng ấy lục dây còn từ sông tia kê nó khá nó còn tia kê khá nó tại sao tia còn lục ấyហើយចុះបងអូនចិនដាតាំងពីបងអូនបានផុសអំពីនីវសពរបស់ជនមកឥឡូវបងអូនបានទទួលជំនួយប្រមាណហើយសម្រាប់ធ្វើផ្ទះគាត់អូនបានកប់ទុកចាឥឡូវនេះខ្ញុំបានជំនួយបងស្រីសូណាគាត់បានផ្ដល់ឲ្យខ្ញុំចំនួន$500ហើយគាត់ឲ្យខ្ញុំ$50នៅសល់450ហើយបងមនីជឿននៅភ្នំពេញគាត់ឲ្យ$10,000ដែរស្មើនឹង$25អូខេប៉ុណ្ណឹងចាបានតែប៉ុណ្្នឹងហើយខ្ញុំគិតថាសូមពីវនៅទៅដល់បងប្អូនសប្បុរសជនទាំងអស់សូមឲ្យជួយបន្ថែមទៀតណាដើម្បីយើងធ្វើបាទខ្វះតិចតួចទេដើម្បីឲ្យខ្ញុំនឹងបានធ្វើផ្ទះថ្មីជូនលោកយាយបាទឲ្យសមរម្យបន្តិចណាបាទបងស្រីសុចិន្តាគាត់ថានឹងជួយប៉ុន្តែឥឡូវគាត់អត់ទាន់បញ្ញាមកទេចាអូខេហើយចាំមើលតាគាត់ជួយហ្នឹងហើយនឹងបាទអរគុណអញ្ចឹងបងប្អូនសប្បុរសជនថវិកាយើងទទួលបាន450ហើយអញ្ចឹងយើងធ្វើផ្ទះយើងត្រូវការថវិកាប្រហែលជា300-400ទៀតដើម្បីធ្វើឲ្យសមរម្យបន្តិចពីព្រោះយើងចង់ធ្វើឲ្យល្អបន្តិចដើម្បីឲ្យចៅទាំងពីរនេះបានរស់នៅផ្ទះនេះបានយូរអង្វែងបើយើងធ្វើត្រឹមតែ400-500ក៏បានដែរប៉ុន្តែมันបានយូរទេ4-5ឆ្នាំអីវាអាចខូចអស់ហើយបើសិនធ្វើ500ទិញកូនឈើនេះបាទ4-500យើងធ្វើក្រាន់បើយើងធ្វើកូនឈើពុកអីអាស័យអញ្ចឹងវាបានចេះតែបានហើយពួកអីចេះប៉ុន្តែយើងចង់ធ្វើឲ្យមាំពីនេះបន្តិចទិញគ្រឿងបាទចុះបងប្អូនជួយគ្នាម្ដាយមួយជើងមកម្នាក់10-20-50អញ្ចឹងមកយើងអាចធ្វើបានហើយអញ្ចឹងថ្ងៃនេះខ្ញុំបានយកអំណោយពីបងប្អូនស្រីសុភីខៀវនៅតិចសាសនេះទិញកង់មួយ
ហើយទិញមាននេះក៏អាវមកកូនទៅរៀនណានេះមកបងអូនเนาะបាទក៏អាវនេះភួយហើយនេះក៏អាវមកកូនប្រុសទៅរៀនណានេះសរងលោកយាយក៏តាបរៀនបាទមុងមួយហើយថវិកានៅសល់ពីការចាត់ចែង$100ហ្នឹងគឺនៅសល់នេះ$30 $12,000រៀលលោកយាយណាបាទហ្នឹងហើយអញ្ចឹងលោកយាយមានពាក្យពេចន៍ឲ្យជូនពរទៅក្មួយស្រីតាបាទមកសប្បាយចិត្តទេកូនបានកៅថ្មីហើយលែងយំហើយហើយចាកូននេះមិនសប្បាយចិត្តអត់បានកៅថ្មីអូខេសប្បាយអញ្ចឹងចាស់ជាខ្ញុំក្រោយបងស្រីចិន្តាមានពាក្យពេចន៍អីនិយាយទៅកាន់សប្បុរសជនខ្លីៗមកចាជាខ្ញុំក្រោយនេះនាងខ្ញុំសូមអរគុណដល់បងប្អូនសប្បុរសជនទាំងអស់ដែលគាត់មានចិត្តមេត្តាធម៌បានផ្ដល់អំណោយជូនលោកយាយហើយជាពិសេសគឺបងខ្ញុំជូនពរឲ្យបងដែលជូនអំណោយដល់លោកយាយនឹងសូមជួបតែសេចក្តីសុខសេចក្តីចម្រើននិងមានសុភមង្គលក្នុងក្រុមគ្រួសារអរគុណបងស្រីបាទខ្ញុំសូមអរគុណដល់បងស្រីសូលីណាសូណាបាទសូណានៅយូហ្សេឡែនហ្នឹងបងចានៅយូហ្សេឡែនគាត់បានផ្ដល់ថវិកាឲ្យនាងខ្ញុំហ្នឹងចំនួន$500ហើយគាត់ទុកឲ្យខ្ញុំ50សម្រាប់ថ្លៃសាងការធ្វើមកទៅមកណាអរគុណ450ហ្នឹងសម្រាប់ធ្វើផ្ទះហើយបងប្រុសមនីនៅភ្នំពេញបាទ$10,000រៀលគាត់$10,000រៀលដែរសម្រាប់ជួយបន្ថែមការធ្វើផ្ទះលោកយាយចាសូមអរគុណចិនពើឲ្យគាត់ទទួលរកស៊ីមានបានសុខសប្បាយទៅជុំក្នុងក្រុមគ្រួសារចាសូមអរគុណអរគុណអញ្ចឹងទុកប្រើប្រាស់ចុះលោកយាយណាបាទអរគុណហើយអញ្ចឹងបងប្អូនបានទស្សនាឲ្យយើងមើលនេះដបូលធ្លុះធ្លាយអស់ហើយបាទមើលយើងមើលចុះថ្ងៃហ្នឹងលក់បានហើយបានតែដបូលលើនេះនេះដបូលរៀងល្អបន្តិចបាទហើយជាងក្រោយធ្លុះធ្លាយអស់ហើយឥឡូវហ្នឹងភ្លៀងហ្នឹងនៅអត់កើតទៅសុំនៅផ្ទះនោះបាទញាតិជិតខាងនៅខាងនោះបាទនេះជាផ្ទះដែលគាត់សុំនៅបាទអញ្ចឹងជួយ share វីដេអូនេះផងឲ្យបងប្អូនពីព្រោះគាត់ត្រូវការកូនផ្ទះតូចមួយដើម្បីរស់នៅជុំជាមួយចៅរបស់គាត់អញ្ចឹងបងប្អូនជួយថវិកាប្រមាណទៅតាមសទ្ធាតាមលទ្ធភាពសូមបញ្ជាក់ថានេះនៅភូមិអីបងចិន្តានៅភូមិតាកែវបាទឃុំកើស្រុកព្រៃឈើខេត្តកំពង់ចាមអរគុណបងប្អូនដែលបានទស្សនាជម្រាបលា